Có dương bây dục bây ngay cho mỗi nhóm nơi bày trình bây và lìa tình chấn cho mưa thầy dựng đào ban cái lạnh nè kla កម្រងគេទៅបៃចេញលើកនេះគឺទៅដើម្បីដើរលេងមានគ្នា4នាក់ណោះគ្នាពិសេសតែម្ដងមានបងប្រុសខ្ញុំមេសាខ្ញុំហើយនឹងនីវណាមុនដំបូងគិតហើយគិតទៀតថាគួរទៅសៀងហៃឬក៏ទៅបៃចេញចុងក្រោយក៏ជើរើសទៅបៃចេញដើម្បីចង់ទៅមើលប្រវត្តិសាស្ត្រចិនអញ្ចឹងណោះគ្នាមានពេលតែ3ថ្ងៃអញ្ចឹងអត់ដឹងថាដើរលេងបានកន្លែងណាខ្លះទេណោះគ្នាប៉ុន្តែកម្រងមុនទៅនេះគឺសត្វដាក់ផែនការហើយថាចង់ទៅមើលមហាកំផែងចិនជាមួយនឹងរាជវាំងចិនដឹងហើយខ្ញុំនិយាយត្រូវអត់ទេណាប៉ុន្តែភាសាចិនគេហៅថាគូគង់ហើយនឹងមហាកំផែងចិនគេហៅថាឆាងឈឹងអូខេគឺខ្ញុំចេញដំណើរទៅហើយពីភ្នំពេញទៅបៃជីងគឺយើងត្រូវហោះ2ដងណាអស់គ្នាពីភ្នំពេញទៅដល់កួាងជូសិនហើយបានយើងតជើងយន្តហោះទី2ពីកួាងជូទៅដល់បៃជីងមើលយន្តហោះដែលខ្ញុំតជើងពីកួាងជូទៅបៃជីងនេះណាអស់គ្នាមើលគូធំមែនទែនហ្មងហើយសំខាន់គឺមានម្ហូបឲ្យយើងញ៉ាំទៀតមានបាយជាមួយនឹងមីគេឲ្យយើងជើអូ MG គឺថាអស់កម្លាំងហើយចេញពីផ្ទះតាំងពេលព្រឹកណាអស់គ្នាម៉ោង8 9ព្រឹកដល់ពេលមកដល់បៃជីងនេះគឺម៉ោង11កន្លះបានមកអង្គុយញ៉ាំបាយហ្នឹងគឺថាធ្វើដំណើរពេញមួយថ្ងៃហើយអញ្ចឹងយប់ហ្នឹងគឺអត់ទៅណាឆ្ងាយទេណោះគ្នារោអីញ៉ាំម្ដុំគៀនអូតែអញ្ចឹងណាគឺមកញ៉ាំជាមួយនឹងម្ហូបចិននេះហើយបងអូនខ្ញុំនេះគឺថាក្តៅកមែនទែនសាកភ្លក់ស្រាចិនណាណោះគ្នាអីរួចហើយគឺចូលអូតែដេកហើយជួបគ្នាថ្ងៃទី2គឺយើងមកញ៉ាំជាមួយនឹងនេះណោះគ្នាអាហារពេលព្រឹកគឺកាទៀវចិនញ៉ាំអាហារពេលព្រឹករួចរាល់ហើយគឺយើងមកធ្វើដំណើរទៅព្រះរាជវាំងចិនណាណោះគ្នាគូកងអានេះគឺខ្ញុំមកទិញសម្បត្តិយន្តហោះអីច្រឡំសម្បត្តិយន្តហោះសម្បត្តិអទេសភ្លើងនៅក្រុមដីរបស់ចិននេះណោះគ្នាហ្នឹងលឿនណាចេញពីអទេសភ្លើងក្រោមដីភ្លាមគឺតរងជួគ្នាទិញសម្បត្តិណោះគ្នានិយាយទៅមនុស្សច្រើនខ្លាំងមែនទែនហ្មងហើយសំខាន់កន្លែងនេះគឺសុវត្ថិភាពណោះគ្នាគឺគេឆែកនោះឆែកនេះសាហាវមែនទែន security guard ឡងច្រើនខ្ញុំទៅចិនខែ6នេះគឺថាក្តៅខ្លាំងមែនទែនណោះគ្នាឃើញយកឆាត់យកអីទៅនឹងមិនមែនខ្លាចភ្លៀងណាណោះគ្នាគឺថាក្តៅណាស់ឡើងចង់ឆេះត្រូវតែកាន់ឆាត់ម្នាក់មួយបើមិនចឹងទេខ្លោចអស់ហើយនិយាយមែនទៅបៃជីងអីណោះគ្នាខែ6ខែ7ហ្នឹងគឺថាក្តៅខ្លាំងណាស់ណែនាំឲ្យយកឆាត់ឲ្យពាក់អាវដៃវែងខោជើងវែងទៅណាចែឲ្យណោះគ្នាពាក់ខោជើងវែងតែខ្ញុំពាក់សពតទៅឃើញនីវណាយកឆាត់ឲ្យខ្ញុំបារែងនិយាយទៅគឺក្តៅមែនទេណោះគ្នាចង់ឆេះហ្មងដោះអាក្រាថតរូបតែបន្តិចណោះគ្នាអើយប៉ុន្តែគឺក្តៅខ្លាំងមែនទេហ្មងនេះគឺមកដល់ព្រះរាជវាំងគេហើយនេះគឺផ្លូវចូលគេណោះគ្នានិយាយថាមនុស្សច្រើនមែនទេហ្មងទិញសមុទ្រចូលគូគង់ហ្នឹងណោះគ្នាថតទិញមុន7ថ្ងៃបានសមុទ្របំអញ្ចឹងទេគឺអត់បានទេណោះគ្នាមនុស្សច្រើនខ្លាំងមែនទេហ្មងហើយសិតតែជនជាតិចិនណាមិនមែនបរទេសទេអាចកក់តាម trip.com អីក៏បានដែរណោះគ្នាទិញសមុទ្រហើយយើងយក passport យើង booking អីចឹងណាមកដល់នេះគឺ scan passport គឺចូលបានហ្មងអារម្មណ៍ប៉ិតក្រោយមកកន្លែងនេះហើយណោះគ្នានិយាយទៅគឺអ្នកដែលចូលចិត្តប្រវត្តិសាស្ត្រអីអាចមកមើលបានចឹងណាគ្រាន់តែថាមកបានតែម្ដងឯងលើកទី2គឺអត់ដឹងមកដើម្បីអីណោះគ្នាដោយសារតែមើលទៅទេសភាពគឺគ្រាន់តែប៉ុណ្្នឹងណោះគ្នាអាចមើលបានប៉ុន្តែគឺធំមែនទែនធំខ្លាំងណាស់នេះមើលគេពាក់អាវពាក់អីមកនឹងថតរូបទៅស្អាតតែខ្ញុំអត់ពាក់ទេក្តៅណាស់ណោះគ្នាខ្ញុំមានអារម្មណ៍ថាព្រះរាជវាំងនៅចិននេះគឺពណ៌ថ្មីក្រហមស្អាតហ្មងណោះគ្នាដូចមានអារម្មណ៍ថាទុំធ្វើហើយគឺថ្មីហ្មងអត់មានអារម្មណ៍ថាយូរទេនិយាយទៅកន្លែងហ្នឹងគឺមានអាយុមកជិត600ឆ្នាំជាងហើយណោះគ្នាប្រើពេលវេលាក្នុងការកសាងគឺ14ឆ្នាំណោះគ្នាធំខ្លាំងមែនទែនហ្មង600ឆ្នាំមែនប៉ុន្តែគឺមានអារម្មណ៍ថាដូចនៅថ្មីឬអត់សូវមានកន្លែងណាដែលខូចខាតអីច្រើនចឹងណោះគ្នាអានេះគឺខ្ញុំហត់ពេកមកអង្គុយសម្រាកសិនគឺវាថាវាធំពេកណោះគ្នាដើរឡើងចុកបាក់ជើដូចថាអង្គរវត្តយើងគឺមានអាយុជាង900ជាងឆ្នាំឯណោះគ្នាបើខ្ញុំនិយាយខុសអាច comment ប្រាប់ខ្ញុំបានណាហើយយើងកសាងហើយគឺប្រើពេលវេលា30ឆ្នាំណោះគ្នាយូរណោះហើយអង្គរវត្តយើងមើលទៅដូចប្រវត្តិសាស្ត្រដូចរៀងយូរដល់ពេលចឹងគឺរៀងខូចខាតច្រើនអីចឹងណោះគ្នាអារម្មណ៍ខ្ញុំប៉ិតហ្មងណោះគ្នាពេលដែលខ្ញុំទៅអង្គរវត្តគឺខ្ញុំមានអារម្មណ៍ថាខ្មែរយើងពីមុនគឺពិតជាមានអំណាចហើយនឹងចូលទៅគឺព្រីសបុលមែនទែនខ្ញុំទៅអង្គរវត្តណាតែនៅពេលដែលខ្ញុំមកប្រទេសចិននេះគឺខ្ញុំអត់មានអារម្មណ៍ថាព្រីសបុលឬក៏អីទេដោយសារតែមានអារម្មណ៍ថាដូចថ្មីមិនទេណោះគ្នាអាចមើលបានណាឃើញខ្ញុំថតរូបឯងគឺថ្មីហ្មងអត់មានអារម្មណ៍ថាដូចយូររាប់ឆ្នាំអីដូចយើងណោះគ្នាអាចមើលបានប្រវត្តិសាស្ត្រគេគឺដូចទុំធ្វើហើយក្រហមពណ៌ចេញមកស្រស់ស្អាតហ្មងសំបីតែនីវណៃទៅអង្គរវត្តក៏និយាយប្រាប់ខ្ញុំដែរថាព្រីសបុលហ្មងមានអារម្មណ៍ថាខ្មែរយើងពីមុនគឺពិតជាមានអំណាចហើយខ្លាំងណាស់ណោះគ្នាអស់ចាអីចឹងណាដល់ពេលដែលខ្ញុំមកព្រះរាជវាំងចិននេះអារម្មណ៍របស់ខ្ញុំគឺមានអារម្មណ៍ថាធំខ្លាំងមែនទែនណោះគ្នានិយាយទៅគឺធំមែនទែនទាំងប្រើចំណាយលុយអស់ម៉ានេះបានអាចធ្វើប៉ុណ្ណឹងបានណាសាហាវមែនទែនហ្មងតែអារម្មណ៍ខ្ញុំនិយាយតាមត្រង់គឺខ្ញុំអត់មានអារម្មណ៍ថាស័ក្តិសិទ្ធិឬក៏អីដូច
ประวัติศาสตร์ខ្មែរយើងណោះគ្នានេះខ្ញុំនិយាយប៉ិតណាគឺខ្ញុំចូលមកហើយខ្ញុំមានអារម្មណ៍ធម្មតាដើរមើលបរិជ្ជវាំងហត់ពេកក៏មកសាក់ក្រែមគេនេះណោះគ្នាមើលរូបគឺរូបក្រែមហ្នឹងគឺដូចរូបតោដែលខ្ញុំថតមិញរសជាតិសូកូឡាញ៉ាំទៅគឺម៉ូមានអីឆ្ងាញ់ណាស់ដល់អ្នកគ្នាតែទិញតែម្ដងមេចែកគ្នាភ្លុកម្នាក់ម៉ាត់ដោយសារខ្ញុំខ្លាចធាត់ខ្ញុំស្មានតែបរទេសមកមើលរៀងច្រើនអ្នកគ្នាប៉ុន្តែភាគច្រើនគឺប្រជាជនចិនមករៀងច្រើនហ្មងអ្នកដែលគេនៅខេត្តផ្សេងអីគេចង់មកមើលប្រវត្តិសាស្ត្រចិនអីចឹងណាអ្នកគ្នាឃើញឯមើលមនុស្សលងពេញលងណែននៅឈរថតរូបកន្លែងដែរស្ដាច់គេអង្គុយពីមុនណាបើខ្ញុំនិយាយខុសអីអ្នកគ្នាកុំប្រកែប្រកាន់អីណានេះគឺយើងមកមើលដើមឈើបុរាណរបស់ប្រទេសចិនធំមែនទែនហើយឡើងស្អាតរូបរាងបែបចម្លែកណាអ្នកគ្នាតែស្អាតរបស់គេអ្នកគ្នាមើលរូបរាងដើមឈើខាងក្រោយខ្ញុំបានណានេះឡើងធំហើយប៉ះទៅមានអារម្មណ៍ថាឡើងរលោងអ្នកគ្នាអានេះគឺនាគអ្នកគ្នានាគរបស់ប្រទេសចិនមើលនេះគេដើរមើលហើយចេញមកនេះអ្នកគ្នាខ្ញុំឃើញគេមានត្រីមានអីត្រីស្អាតមែនទែនត្រីពណ៌សនេះឡងស្អាតអ្នកគ្នាឡងធំហើយពណ៌សមានបន្តែពណ៌ស្អាតហ្មងហើយមានអារម្មណ៍ថាដូចភ្លឺអ្នកគ្នាឃើញខ្ញុំមិនដាក់កាមេរ៉ាអីទេណាប៉ុន្តែគឺពណ៌អញ្ចឹងមែនណាអ្នកគ្នាស្អាតខ្លាំងមែនទែនហ្មងសំបីតបរទេសអីក៏ឈោមើលថ្មឹងហ្នឹងអ្នកគ្នានិយាយទៅត្រីហ្នឹងដូចភ្លឺស្អាតហើយធំមែនទែនហ្មងណានេះគឺខ្ញុំចាប់ដើមមើលឲ្យហើយចេញមកហើយឃើញខ្យល់បក់ចឹងណាអ្នកគ្នាតាំងឲ្យប៉ិតគឺក្តៅខ្លាំងណាស់ក្តៅខ្លាំងមែនទែនឃើញញូណាយកឆាត់អីបាំងឲ្យខ្ញុំរហូតនេះគឺយើងចេញមកពីមើលវិជ្ជវាំងហើយគឺចាប់ដើមទៅញ៉ាំទាអ្នកគ្នាមកប៉េជីងណារបស់ដែលប្រចាំខេត្តប៉េជីងហ្មងគឺទាហ្នឹងឯងអ្នកគ្នាប៉េជីងខោយ៉ាយ៉ាងនេះគឺខ្ញុំមកភ្លក់ដបងគេជាមួយនឹងត្រប់ហើយឆាបន្លែនឹងឆ្ងាញ់មែនទែនអ្នកគ្នាអូយលងជាតិឆាបន្លែហើយមកភ្លក់ជាមួយនឹងស្បែកទាអ្នកគ្នាស្បែកទាគេឲ្យជ្រលក់ស្ករសហើយម៉ាត់ដបងអត់អីម៉ាត់ទី2គឺតលាន់ហ្មងអានេះគឺឆាម្ទេសសាច់ជ្រូក3ជាន់ឆ្ងាញ់អ្នកគ្នាខ្ញុំចិត្តមកហូបនឹងជាងគេញ៉ាំស្បែកទាភ្លក់ដបងហើយគឺគេយកសាច់មកឲ្យអ្នកគ្នាសាច់ទាខ្ញុំស្មានអស់ប៉ុណ្ណឹងមានណាគេនៅយកស៊ុបនេះមានស៊ុបទាទេអ្នកគ្នានិយាយទៅទាមួយហ្នឹងគឺគេធ្វើបានច្រើនមុខអ្នកគ្នាឃើញទេនៅមានទាបន្ទាប់ជាមួយនឹងម្សៅគេនេះអ្នកគ្នាឆ្ងាញ់មែនទេខ្ញុំមកចិត្តញ៉ាំបែបហ្នឹងជាងអ្នកគ្នានេះគឺយើងញ៉ាំអីហើយយើងចាប់ដើមចេញទៅកន្លែង Walk Street គេដបងញូណាយហៅថាមកតាមធัวពេលមកប៉េជីងហ្នឹងដោយសារតែប៉េជីងគឺធំណាស់អ្នកគ្នាហើយញូណាយអត់សូវស្គាល់ប៉េជីងគិតទៅគិតមកបើសិនជាមកតាមធัวគឺគេឲ្យងើបព្រឹកពេកអញ្ចឹងខ្ញុំគិតថាមិនបាច់ទេអ្នកគ្នាយើងដើរលេងខ្លួនឯងក៏បានដែរខ្ញុំថាមកដើរលេង3យប់3ថ្ងៃប៉ុន្តែជាក់ស្ដែងនៅប៉េជីងគឺបានតែ2ថ្ងៃពេញទេអ្នកគ្នាដោយសារតែថ្ងៃដំបូងគឺយើងប្រើពេលវេលាក្នុងការធ្វើដំណើរពីប្រទេសខ្មែរមកដល់ប៉េជីងនេះគឺពេញមួយថ្ងៃហ្មងហើយថ្ងៃទី2គឺខ្ញុំទៅបានកន្លែងសំខាន់ដូចជាបរិជ្ជវាំងហ្នឹងហើយហើយពេលល្ងាចគឺយើងមកដើរ Walk Street ឃើញអ្នកនរគ្នានៅ Walk Street គេនេះគឺមានហាងច្រើនអ្នកគ្នាចង់ទិញអាវឬទិញរបស់ brand អីក៏មានដែរខ្លាំងមែនទែនហ្មងឃើញដើរឡើងដល់ល្ងាចយប់តែម្ដងអានេះគឺយប់ឯណាប៉ុន្តែនៅមេឃឡើងភ្លឺដើរ shopping អីរួចរាល់ហើយគឺ hot ពេកគឺយើងមកញ៉ាំជាមួយនឹង hot pot កន្លែងនេះគឺល្បីឯអ្នកគ្នានិយាយទៅអ្នកដែលមកពេលកាំងអីត្រូវតែមកញ៉ាំកន្លែងហ្នឹងប៉ុន្តែខ្ញុំនិយាយត្រង់ណាអ្នកគ្នាអត់ឆ្ងាញ់ទេម្នាក់ញ៉ាំហើយគឺធ្វើមុខស្អុយដោយសារតែទឹកស៊ុបគេហ្នឹងគឺមិនមែនទឹកស៊ុបឯអ្នកគ្នាគឺគេយកទឹកសុទ្ធមកដាក់ហើយគឺគេយករសជាតិពេលទឹកចាលក់វិញដោយសារប្រទេសចិនធំពេកអញ្ចឹងកន្លែងនីមួយៗគឺគេញ៉ាំខុសគ្នាអ្នកគ្នានៅពេលកាំងនេះគឺគេញ៉ាំ hot pot បែបទឹកសុទ្ធយកទឹកសុទ្ធធ្វើ hot pot អ្នកគ្នាអូខេយើងចប់ហើយគឺយើងមកនេះថ្ងៃទី2មកខ្ញុំញ៉ាំ breakfast អីហើយធ្វើដំណើរទៅមហាកំផែងចិននេះអ្នកគ្នាគឺយើងជិះរទេះភ្លើងនៅក្រោមដីហើយតឡើងច្រើនតង់ដល់មកដល់ឆ្ងាយដែរហ្នឹងណាអូនខ្ញុំមកចិនលើកដំបូងក៏និយាយដែរថាប្រទេសចិនបកាយជីកនៅក្រោមដីមិនមែនឡងជ្រៅហ្មងអ្នកគ្នានេះគឺយើងមកដល់កន្លែងឆាងច្រើនមកឡាយឡានេះក្តៅសាហាវអ្នកគ្នាតោះផ្លូវចូលទៅទាំងអស់គ្នា let's go នេះមើលញូណាឥឡូវគឺចេះថតវីដេអូអ្នកគ្នាដៃលឹងនឹងអ្នកគ្នាឃើញរងថ្ងៃហ្នឹងខ្ញុំទៅណាមានតែ2នាក់ញូណាហ្នឹងឯងជាអ្នកថតវីដេអូឲ្យខ្ញុំហ្នឹងឃើញអ្នកគ្នាផ្លូវចូលគេស្អាតមែនទែនហ្មងនេះនិយាយទៅលំឆ្ងាយដែរតែខ្ញុំដើរបានតែ3កង់ឯងបងអូនខ្ញុំដើរបានឡើង 4-5 កង់ហត់ពេកអ្នកគ្នាឃើញមួយកង់គឺខ្ពស់មែនទែនហើយខ្ញុំភ័យនៅពេលដើរឡើងអ្នកគ្នាខ្ញុំជាមនុស្សដែលខ្លាចកន្លែងខ្ពស់ខ្ញុំខ្លាចខ្ពស់ខ្លាំងណាស់អ្នកគ្នាចង់ឡើងកាន់តែខ្ពស់កាន់តែឆ្ងាយណែនាំឲ្យអ្នកគ្នាយកទឹកសុទ្ធទៅផងនិយាយទៅពេលមកហ្នឹងអ្នកគ្នាត្រូវតែកាន់ទឹកសុទ្ធហ្មងគឺថាហត់ខ្លាំងមែនទែនហ្មងរៀងខ្ពស់ខ្ញុំដើរបានតែ3កង់ទេនិយាយថាមួយយ៉ាងដែរអ្នកគ្នាទៅចិនលើកណាគឺខ្ញុំបានដើរច្រើនមែនទែនហ្មងដោយសារតែធម្មតាពេលខ្ញុំនៅខ្មែរគឺខ្ញុំមិនដែលបានដើរទេនៅតែក្នុងផ្ទះហ្នឹងឯងតលេងចេញម្ដងនេះគឺថាសុខភាពល្អតែម្ដងអ្នកគ្នាដើរច្រើនខ្លាំងណាខ្ញុំដើរមួយថ្ងៃចង់20000ជំហានណាគិតមើលនិយាយ
vậy tới cứ đau sả hai món bát tê chân thông pe cái nó nè làng cho phnom hot pin mặt ngày ha cứ dơn trem khốn trên từ vinh hà từ nhám ấy cho một đường mật phẹ nhiều này vậy chè nó nè nhiều nàyมีmật phẹ chở nó nè từ khai naก็มีmật phẹได้ให้สำคัญmật phẹ ấyก็มีnày nó nèเฟอร์มีกรบอาชีพตายมาดองnó nèอาชีพจีเป็ดอาชีพเจียปลีหรือก็เนี่ยcái hai tha nè cắt cái đây ấy chẳng á vậy tham min cropอาชีพตายมาดองเนาะเนี่ยกลายไปดาวเลงฮอตเฮ้ยเนาะเนี่ยมัดแพะนิวนายเนี่ยกดเกาะรีสอร์ทนั่งนำไปหาเยอะเหมือนย้ำใบจมគ្នាไอ้จังก็เนาะเนี่ยฟีลโรแมนติกคลังเหมือนเต้นมองหลังเล็กซ์รีให้สำคัญมองหบกุชงันนะเนาะเนี่ยตรึจัดมองสมบัยแต่ปนปลอยมให้นางเมษามเซอร์แจยำหบจันในจังก็กอบหาชงันได้ชงันเหมือนเต้นเนาะเนี่ยให้ยำจงขอยแก้โยเกิร์ตนั่งก็โรจีดใบเฟรชได้เนาะเนี่ยfeel fresh តែម្ដងអូខេញ៉ាំឆ្អែតហើយចូលអូតែដេកព្រឹកឡើងងើបទៅផ្ទះនៅណាយម្ដងទៅខេត្តនៅណាយណោះគ្នា